សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងនិយាយអំពីច្បាប់ទី2ពីសៀវភៅ The 48 Laws of Power ដែលមានចំណងជើងថាកុំទុកជឿជាក់លើមិត្តភក្តិពេកហើយសិក្សារបៀបប្រើត្រូវច្បាប់នេះអាចធ្វើឲ្យអ្នកអស់សំណើចក៏បានប៉ុន្តែបើស្ដាប់ដល់ចប់អ្នកនឹងមានទស្សនៈថ្មីលើទំនាក់ទំនងជាមួយមនុស្សជុំវិញអ្នកមនុស្សភាគច្រើនយើងតែងតែគិតថាមិត្តភក្តិគឺជាអ្នកដែលអាចជឿទុកចិត្តបានបំផុតប៉ុន្តែនៅក្នុងโลกនយោបាយអាជីវកម្មឬក៏ការដឹកនាំអំណាចធំមិត្តភក្តិអាចក្លាយជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតបានហើយអ្វីមិត្តភក្តិអាចគំរាមកំហែងដល់អ្នកបានព្រោះពេលអ្នកមានអំណាចមិត្តភក្តិប៉ុន្មានអ្នកដែលស្មោះអ្នកណាដែលសប្បាយចិត្តពេញចិត្តជាមួយភាពជោគជ័យរបស់អ្នកមានមិត្តភក្តិជាច្រើនកើតអារម្មណ៍ច្រណែនព្រោះគេចាប់អារម្មណ៍លើអ្វីដែលអ្នកកាន់កាប់ពេលមិត្តភក្តិត្រូវបានដាក់ឱកាសធំពួកគេមិនតែងស៊ូទ្រាំឲ្យអ្នកដឹកនាំឡើងទេគេអាចបង្ហាញការខកចិត្តបញ្ចេញអារម្មណ៍មិនសប្បាយហើយភ្លេចការស្រឡាញ់ដើមឧទាហរណ៍អស្ចារ្យមួយពីប្រវត្តិសាស្ត្រនៅសម័យចិនបុរាណសេនាធិការម្នាក់ឈ្មោះកហានស៊ីនគឺជាមិត្តនិងសិស្សចាស់របស់មេដឹកនាំគឺលោកពីងបន្ទាប់ពីហានស៊ីនជួយឲ្យលោកពីងឈ្នះសង្គ្រាមធំហានស៊ីនក៏មានឥទ្ធិពលខ្លាំងណាស់ប៉ុន្តែស្របពេលនោះមិត្តភាពក៏ចាប់ផ្ដើមធ្លាក់ចុះលោកពីងខ្លាចថាហានស៊ីននឹងបណ្ដេញខ្លួនចេញពីអំណាចដូច្នេះគេបានរៀបចំផែនការបញ្ចប់ជីវិតមិត្តភក្តិរបស់ខ្លួនផ្ទាល់ហើយតើស្ត្រូវនឹងជួយយើងបានយ៉ាងដូចម្ដេចអ្នកដែលជាសត្រូវគឺស្មោះត្រង់ក្នុងគោលបំណងពេលអ្នកជួយសត្រូវឬឈ្នះគេបានគេនឹងស្រឡាញ់អ្នកខ្លាំងជាងមិត្តភក្តិព្រោះគេមានអារម្មណ៍ថាខ្លួនត្រូវការបង្ហាញថាគេមានតម្លៃសម្រាប់ឱកាសថ្មីនេះសត្រូវក៏អាចក្លាយជាដៃគូដ៏សំខាន់បើអ្នកដឹកនាំដោយខាងឆ្លាតវៃតើត្រូវធ្វើដូចម្ដេចកុំចាប់ផ្ដើមជឿលើមិត្តភក្តិឆាប់ពេកកុំផ្ដល់មុខងារសំខាន់ជាចុងក្រោយគេដោយសារតែអារម្មណ៍ស្និទ្ធស្នាលចេះគ្រប់គ្រងទំនាក់ទំនងជាមួយសត្រូវដោយបញ្ចប់ការខឹងគ្នាហើយបង្កើតឱកាសឲ្យគេមានតម្លៃក្នុងជីវិតអ្នកសំខាន់បំផុតចេះគិតត្រជាក់មិនលួចស្ទើរចិត្តទៅតាមអារម្មណ៍ខ្លួនឯងច្បាប់ទី2នេះអាចបង្កឲ្យអ្នកគិតជាថ្មីលើមនុស្សជុំវិញអ្នកមិត្តភក្តិមិនអាស្រ័យថាជារឿងអាក្រក់ទេប៉ុន្តែបើអ្នកចង់កាន់អំណាចឲ្យបានយូរអ្នកត្រូវស្គាល់ពីចន្លោះរវាងអារម្មណ៍និងយុទ្ធសាស្ត្រតែចាំផងការពិចារណាជ្រៅនិងការសិក្សាពីមនុស្សជុំវិញអ្នកនឹងជួយឲ្យអ្នកធ្វើសេចក្តីសម្រេចឆ្លាតវៃជាងគេបើអ្នកចូលចិត្តវីដេអូបែបនេះសូមចុច like ចុច subscribe ហើយចែករំលែកទៅមិត្តភក្តិរបស់អ្នកផងកុំភ្លេចវីដេអូបន្ទាប់យើងនឹងពិភាក្សាពីច្បាប់ទី3ដែលនឹងបើកភ្លើងគំនិតថ្មីសម្រាប់អ្នកក្នុងការប្រើអំណាចជាអ្នកដឹកនាំឆ្លាតវៃហើយបើអ្នកមានមតិយោបល់ឬចង់ឲ្យយើងពន្យល់ច្បាប់ណាសូមសរសេរមកក្នុង comment ខាងក្រោមចុចសញ្ញាកណ្ដឹងដើម្បីមិនឲ្យបាត់វីដេអូចុងក្រោយណាមួយជួបគ្នាវិញក្នុងវីដេអូបន្ទាប់